មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកងកម្លាំងថៃនៅថ្ងៃទី27ខែតុលាឆ្នាំ2025បានចាប់ផ្ដើមឈូសឆាយដីចំការខ្មែរនៅភូមិជោគជ័យខេត្តបន្ទាយមានជ័យលោកឆុយប្រជុំហើយឈូសប្រជុំហើយឈូសប្រជុំហើយពាត់បលាលួសប្រជុំហើយដាក់កង់ឡានរីកង់ឡានបងប្អូនចំណាំមើលឲ្យតែមានការប្រជុំហើយដឹងថាវាឌឺប្រយឲ្យតែប្រជុំហើយដឹងថាវាមានសកម្មភាពអីមួយមកលើខ្មែររបស់យើងហើយវាឌឺប្រយប្រជុំហើយឥឡូវប្រជុំមួយដូនអាត្រាមសន្តិភាពប្រជុំហើយមកឈូសថែមលើកមុនវាឈូសទៅវាដូចរឿងវាណយអាលក្ខណៈអានេះបដប់ឥឡូវគេដាក់ឈូសឲ្យវារឿងស្មើតិចឲ្យវារឿងល្អមើលតិចឲ្យតែមានការប្រជុំអីមួយដឹងថាវាឌឺហើយវាធ្វើសកម្មភាពហើយបងប្អូនចំណាំមើលខ្ញុំឆ្ងល់ជាមួយខ្ញុំឆ្ងល់ថាឥឡូវគេមកឈូសឆាយលើដីខ្មែរឬក៏គេមកពាត់បលាលួសយកដីខ្មែរយើងទៅហាមឃាត់គេអាហ្នឹងវាខុសច្បាប់មែនវាខុសច្បាប់ប្រទេសយើងឬក៏ខុសច្បាប់អន្តរជាតិឬក៏វាមិនដែរព្រោះពេលដែលមានសកម្មភាពគេដាក់គេដាក់អាបុលអីមកឈូសឆាយឬក៏គេមកពាត់បលាលួសហ្នឹងយើងអត់មានទៅហាមឃាត់គេទេយើងមានតែអ្នកកាសែតទៅថតផ្ដិតយកវីដេអូផ្ដិតយកសកម្មភាពរបស់គេយើងអត់មានទៅហាមឃាត់គេថាហើយកុំមកចូលដីអញហើយកុំមកដាក់អាបុលដាក់អីអានេះដីរបស់អញយើងអត់មានតែហាមឃាត់គេទេយើងមានតែអ្នកទៅថតផ្ដិតយកវីដេអូផ្ដិតយករូបភាពដើម្បីទុកជាផុសតាងប្រាប់អន្តរជាតិតែយើងអត់ទៅហាមគេទេអាហ្នឹងចង់និយាយថាបើយើងទៅហាមគេវាខុសច្បាប់ប្រទេសយើងឬក៏វាខុសច្បាប់ប្រទេសគេឬក៏វាខុសច្បាប់មិនណាអាហ្នឹងបងប្អូនខ្ញុំឆ្ងល់អាកន្លែងហ្នឹងបើយើងទៅហាមឃាត់គេអាហ្នឹងយើងខុសមែនតែឯងកុំមកចូលដីអញឯងកុំមកដាក់បុលដាក់អីមកឈូសឆាយនៅលើដីអញយើងអត់មានទៅហាមឃាត់គេទេអាហ្នឹងបើយើងទៅហាមឃាត់គេអាហ្នឹងយើងខុសច្បាប់មែនខ្ញុំឆ្ងល់ប៉ុណ្ណឹងហើយវេទនាណាគេវេទនាតែប្រជាជនខ្មែរអត់មានផ្ទះនៅដេករងចាំទន្ទឹងរងចាំដីពេលណាបានផ្ទះពេលណាបាននេះផ្ទះគេឈូសចោលប្រមាណខ្នងហើយមួយខ្នងពីរខ្នងហើយកាលណាបានអាណិតបងស្រីមួយនោះអង្គុយកំសត់ចុយម៉ែកំសត់អើយដឹងកាលណាបានទេដឹងសង្ឃឹមបានមកវិញអត់ទេកំសត់ប្រយឃើញមុខគាត់កំសត់ប្រយអាមកប៉ុសថតហ្នឹងវេទនាចុយម្រាយវេទនាអានេះបានគេថាជីវិតដោយពូសាមធឿនថាមែនជីវិតវេទនាចុយម្រាយវេទនាជីវិតហ្នឹងជីវិតមែនវេទនាចុយម៉ាយវេទនា